ជំរាបសួរបងប្អូនបាទថ្ងៃនេះខ្ញុំមកនិយាយអំពីការប្រកួតបងប្អូនណាបាទនៅខាងស្ថានីយទូរទស្សន៍តកក៏បានចេញ poster មកហើយបាទចេញរៀងយូរដែរហើយបងប្អូនយើងបានឃើញហើយដែលមានការប្រកួតបាទលក្ខណៈថា3ក្លឹបតែម្ដងបងប្អូនបាទមានក្លឹបលោកគ្រូពេជ្រសុផាន់ធុនសុភាហើយនិងសេនមូនថេនដែលមានឈ្មោះថា The បាទ Battle of Three Kingdom បាទអញ្ចឹងការប្រកួតនេះគឺជាការប្រកួតរវាង3ក្លឹបនឹងតែម្ដងបងប្អូនបាទដែលមានបេក្ខភាពកូនសិស្សរបស់លោកគ្រូម្នាក់បាទមួយក្លឹបហ្នឹងគឺមាន4រូបតែម្ដងបាទក្លឹបលោកគ្រូបាទពេជ្រសុផាន់មានដូចជាបាទពេជ្រអាទិទេពពេជ្រសម្បត្តិពេជ្រសុខឹមហើយនិងពេជ្របន្សិតបាទហើយក្លឹបលោកគ្រូធុនសុភាមានដូចជាធុនស៊ីវហុងបាទធុនផានិតធុនមីហុងហើយនិងប៊ុនសុធាបាទក្លឹបលោកគ្រូសេនមូនថេនមានប៊ឺតសង្ឃឹមយ៉ាស៊ីនបាទរាជសីហើយនិងមហាម៉ាត់បាទអញ្ចឹងមួយក្លឹបមាន4រូបហ្នឹងបងប្អូនបាទអញ្ចឹងប្រកួតប្រជែងគ្នាដើម្បីទទួលបានប្រាក់រង្វាន់ហើយនិងរថយន្តមួយគ្រឿងតម្លៃចិត្តបាទអាចថាក្បែរ$40,000ហើយបាទច្រើនបាទថ្លៃបាទអញ្ចឹងលក្ខខណ្ឌក៏បានចេញមកហើយបងប្អូនណាបាទលក្ខខណ្ឌនៃការប្រកួតបានរង្វាន់ជាទឹកប្រាក់ហ្នឹងគឺចេញមកហើយបាទសរុបមកគឺចំនួន120លានបាទប៉ុន្តែលក្ខខណ្ឌនៃរង្វាន់ដែលទទួលបាននៅក្នុងការប្រកួតហ្នឹងមានរហូតដល់5លក្ខខណ្ឌបងប្អូនបាទមានតែពីទឹក1រហូតដល់ទឹក5បាទអញ្ចឹងការប្រកួតមួយគឺមាន5ទឹកតែម្ដងបាទអញ្ចឹងលក្ខខណ្ឌខ្ញុំប្រាប់បងប្អូនតែម្ដងទៅបាទបើសិនជាផ្ដួលដៃគូបាទឲ្យសន្លប់នៅក្នុងទឹកទី1បាទចូលឧទាហរណ៍ថាសម្បត្តិបាទឬមួយក៏មីហុងបាទអាចផ្ដួលគ្នានៅក្នុងទឹក1បានទទួលបានទឹកប្រាក់លើកទឹកចិត្តបាទ15លានរៀលបាទក្នុងទឹក1បើសិនជាអាចផ្ដួលបាននៅក្នុងទឹក2បាទទទួលបានទឹកប្រាក់លើកទឹកចិត្ត10លានបាទតិចជាងទឹកទី1បាទបាន10លានតែចូលមកដល់ទឹក3បាទអាចផ្ដួលដៃគូនៅក្នុងទឹក3បាទទទួលបានច្រើនជាងទឹក1ទឹក2វិញបងប្អូនបាទទទួលបានទឹកប្រាក់លើកទឹកចិត្តហ្នឹងរហូតដល់20លានបាទហើយបើសិនជាផ្ដួលបាននៅក្នុងទឹកទី4ទទួលបាន15លានរៀលដូចទឹក1ដែរបាទហើយចុងក្រោយគេហ្នឹងទឹក5អាចធ្វើថាឈ្នះបន្ទុកឬមួយក៏ឈ្នះដោយសន្លប់អីចឹងទៅនៅក្នុងទឹក5គឺទទួលបាន10លានបាទអញ្ចឹងឃើញថាក្នុងចំណោម5ទឹកហ្នឹងគឺទឹក3បងប្អូនណាបាទទឹក3បានច្រើនជាងគេបានរហូតដល់20លានបាទនេះបើតាមខ្ញុំគិតអាចថានៅក្នុងទឹក3គឺជាទឹកបាទមានន័យថាជក់ចិត្តបងប្អូនបាទតាំងពីទឹក1ទឹក2មកដល់នាំសន្លប់នៅក្នុងទឹក3នេះគឺអាចថាស្វិតស្វាញបាទអញ្ចឹងហើយបានកម្មវិធីគេរៀបឲ្យទទួលបានទឹកប្រាក់លើកទឹកចិត្តហ្នឹង20លានបាទច្រើនជាងគេនៅក្នុងទឹក3បាទអញ្ចឹងចំពោះការប្រកួតអានេះលក្ខខណ្ឌបាទប៉ុន្តែចំពោះថ្ងៃប្រកួតបាទបេក្ខភាពទៅប្រកួតថ្ងៃណាហ្នឹងអត់ទាន់ដឹងទេបងប្អូនបាទយើងចាំមើលទាំងអស់គ្នាព្រោះថាมันអាចថាមួយថ្ងៃហ្នឹងយើងវាយទាំងអស់គ្នាហ្មងទេបាទវាមិនមែនអញ្ចឹងទេអាចថាមួយសប្តាហ៍ដាក់2គូ3គូអញ្ចឹងទៅបងប្អូនណាបាទនឹងចាំមើលតាមជាក់ស្ដែងតាមកម្មវិធីគេចេញមកបាទព្រោះខ្ញុំក៏អត់បានដឹងលម្អិតពីថ្ងៃប្រកួតបេក្ខភាពមួយណាប្រកួតថ្ងៃណាដែរបងប្អូនបាទអញ្ចឹងមានប៉ុណ្ណឹងបងប្អូនណាបាទអាចមានចម្ងល់អីបងប្អូនអាចខមមិននៅខាងក្រោមបានខ្ញុំភ្លេចបញ្ជាក់ម្ដងទៀតឡានបើឡានណាបងប្អូនបាទលក្ខខណ្ឌថាកូនសិស្សរបស់លោកគ្រូណាប្រកួតឈ្នះច្រើនជាងបាទអាចនឹងទទួលបានឡានមួយគ្រឿងនេះបាទអញ្ចឹងយើងចាំអត់មើលទាំងអស់គ្នាហើយបងប្អូនអាចខមមិនទូទាញមកបាទឡានហ្នឹងបានទៅលើលោកគ្រូម្នាក់ណាលោកគ្រូពេជ្រសុផាន់សេនមូនថេនឬមួយក៏បាទលោកគ្រូធុនសុភាបាទអញ្ចឹងអាចខមមិនចម្លើយម្នាក់មួយបាទហើយយើងចាំអត់មើលទាំងអស់គ្នាបាទមានចម្ងល់អាចសួរនៅខាងក្រោមបានអរគុណច្រើនបងប្អូនបាទ